សម្ដេចតេជោនិងសម្ដេចធិបតីសូមស្វាគមន៍វីរៈកងទ័ពទាំង18រូបវិលត្រឡប់មកកាន់ប្រទេសដោយសុខសុវត្ថិភាពសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធភាពនិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានផ្ញើសារសម្ដែងការស្វាគមន៍ការវិលត្រឡប់មកវិញរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនៅព្រឹកថ្ងៃពុធទី31ខែធ្នូនេះតាមច្រកព្រំដែនខេត្តបៃលិនទាំងបណ្ដាញសង្គមសម្ដេចតេជោនិងសម្ដេចធិបតីបានបង្ហោះសារនៃការស្វាគមន៍ខ្លីសារដូចគ្នាបែបនេះថាសូមស្វាគមន៍យុវជនទាំង18រូបដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពបើតាមក្រសួងការពារជាតិកម្ពុជាសង្ឃឹមយ៉ាងមុតមមថាការដោះលែងយោធិនទាំង18រូបនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់និងជំនឿទុកចិត្តព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រកបដោយភាពនៃការទំនាក់ទំនងឡើងវិញដើម្បីប្រយោជន៍ដល់ប្រទេសជាតិនិងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ